សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin នឹងយកមកព័ត៌មានដ៏កក់ក្ដៅរបស់ក្រុមទូកវត្តសិរីកណ្ដាលវត្តសិរីកណ្ដាលស្ថិតនៅសង្កាត់វុនភឿកទីរួមខេត្តវិញជ័រខេត្តឃ្លាំងបាទថ្ងៃនេះវត្តសិរីកណ្ដាលនឹងទៅយកឈើដើម្បីបោះទូកថ្មីប្រភេទទូកលុងក្រោយពីឆ្នាំបន្តពីឆ្នាំ2023ដល់ឆ្នាំ2024លទ្ធផលប្រកួតរបស់វត្តសិរីកណ្ដាលក៏មិនសូវបានល្អដែរហេតុដូច្នេះហើយក្រុមកីឡាករនិងគណៈកម្មការវត្តសិរីកណ្ដាលនឹងបោះទូកថ្មីនៅឆ្នាំ2025នេះប្រភេទទូកលុងយើងឃើញថានៅឆ្នាំ2025នឹងចលនាបោះទូកថ្មីនៅខេត្តឃ្លាំងយើងមានច្រើនវត្តឧទាហរណ៍ដូចវត្តជ្រោយទុំចាស់វត្តបឹងក្រចាប់ថ្មីវត្តពោធិស្ថារាមវត្តតាក់ពុចាស់នឹងបោះទូកថ្មីនៅឆ្នាំ2025ដោយឡែកវត្តសិរីកណ្ដាលនឹងបោះទូកថ្មីប៉ុន្តែប្រភេទទូកលុងបងធ្វើតែមួយថ្ងៃបានជាថ្ងៃជាងបោះទូកលុងវត្តសិរីកណ្ដាលគឺជាងនៅឯស្រុកខ្មែរខ្ញុំក៏មិនដឹងព័ត៌មានពីជាងនេះដែរបាទយើងឃើញថាបើយើងប្រើទូកលុងយើងអត់ប្រើដងសន្ទួចអត់រញ៉េរញ៉ៃពីការកែដងសន្ទួចចេះចុះបងថាវិការយ៉ាងច្រើនហេតុដូច្នេះហើយក្រុមទូកវត្តសិរីកណ្ដាលនឹងបោះទូកថ្មីនៅឆ្នាំ2025ប្រភេទទូកលុងអត់ប្រើដងសន្ទួចឆ្នាំនេះបាយដងសន្ទួចហើយបាទអរគុណប្រិមិត្តបានទស្សនាវីដេអូសូមជម្រាបលាសូមអរគុណ